Ok,ថ្ងៃនេះគឺមានវីដេអូមួយទាក់ទងទៅនឹងរបៀបបង្កើតវីដេអូដោយប្រើ AI ហើយយើងប្រើ AI ហ្នឹងគឺអត់មានអស់លុយហើយយើងអាចបង្កើត AI បង្កើតវីដេអូពី AI ហ្នឹងគឺអត់អស់លុយហើយយើងអាចបង្កើតបានរហូតតាមអ្វីដែលយើងចង់បានយើងអត់មានប្រើប្រាស់យកមានទិញឬក៏ payment អីនៅក្នុង AI ហ្នឹងទេអញ្ចឹងតើយើងធ្វើយ៉ាងដូចម្ដេចដើម្បីប្រើប្រាស់ AI មួយនេះឈ្មោះនេះ DGen នេះប្រើប្រាស់វាជារៀងរហូតហើយអត់ត្រូវការប្រើប្រាស់លុយដើម្បីទិញ credit អញ្ចឹង credit និយាយទៅ AI នេះដើម្បីបង្កើតវីដេអូបានយើងគេប្រើ credit អញ្ចឹងដើម្បីបានcredit យើងត្រូវបង់លុយប៉ុន្តែក្នុងវីដេអូនេះគឺខ្ញុំបង្ហាញអ្នកនរគ្នាពីរបៀបបាន credit បានរហូតហើយអាចបង្កើតវីដេអូដោយប្រើ credit នឹងបានរហូតទៀតអញ្ចឹងតើយើងធ្វើដូចនេះដោយប្រើ AI មួយនេះអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅវីដេអូសំខាន់ទាំងអស់គ្នាអញ្ចឹងដំបូងអ្នកគ្នាចូល AI នេះមកឈ្មោះថា DGen AI នេះមកបន្ទាប់មកអ្នកយកចូលទៅកន្លែង account login មកហើយយើងអត់ login ជាមួយ account ជាក់ស្ដែងរបស់យើងឲ្យពិតរបស់យើងអូខេអញ្ចឹងខ្ញុំចូលទៅយក email បណ្ដោះអាសន្ននេះថែមចូល website នេះមកថែម mail នេះមកអូខេបន្ទាប់មកយើងចូល thumbnail តែនេះមកហើយវានឹងបង្កើត email generate email ថ្មីបណ្ដោះអាសន្នរបស់យើងមិនជា email ពិតរបស់យើងទេអញ្ចឹងនៅពេលដែលវាបង្កើតហើយយើងរងចាំវាតិចឥឡូវវាកំពុង load អូខេឥឡូវវាបានបង្កើតហើយយើង copy email ហ្នឹងមកហើយយើងមក login នៅក្នុងគេថាជាមួយ email នេះយើងចូល sign in នេះមកហើយយើងផា email របស់យើងមិញហ្នឹងមកហើយយើង set code ហើយបន្ទាប់មករងចាំវាបន្តិចអូខេអូខេឥឡូវវាចេញ success ហើយយើងចូលទៅ thumbnail មិញthumbnail ហ្នឹងមកហើយនេះវាផ្ញើ email វាផ្ញើcode មកអញ្ចឹងខ្ញុំ copy code ហ្នឹងមកហើយយើងមកផាសកន្លែងនេះមកអូខេបន្ទាប់មកយើងចុច confirm email បន្ទាប់មកយើងរងចាំហើយយើងដាក់ password មកឥឡូវខ្ញុំដាក់ auto តាម Google មកទៅអូខេហើយ done អូខេបន្ទាប់មកយើងបានបង្កើតនៅគេហៅថា account មួយនឹងហើយបន្ទាប់មកវានឹង pre credit ឲ្យយើង300 credit ដើម្បីយើងបង្កើតវីដេអូអូខេនៅពេលដែលយើងបង្កើត account ហ្នឹងអូខេឧទាហរណ៍អញ្ចឹងឥឡូវយើងបានបង្កើតហើយខ្ញុំប្រាប់ពីរបៀបនៃគេថាបង្កើតវីដេអូហ្នឹងយើងបង្កើតយ៉ាងដូចម្ដេចដោយប្រើប្រាស់ AI មួយហ្នឹងអញ្ចឹងខ្ញុំចុចคลิกនេះមកអូខេបន្ទាប់មកយើងដាក់រូបភាពកន្លែងនេះយើងអាប់ឡូតរូបភាពរបស់យើងដែលយើងចង់បំលែងtransfer ឬក៏ convert image របស់យើងទៅជាវីដេអូឲ្យវាមានចលនាអញ្ចឹងបានរូបភាពដែលខ្ញុំចង់បំលែងវាទៅជាវីដេអូឥឡូវខ្ញុំគ្រាន់តែអាប់ឡូតចូលមកហើយរងចាំវាអាប់ឡូតimage របស់យើងដែលយើងចង់បំលែងវាហ្នឹងអញ្ចឹងនៅពេលដែលវាអាប់ឡូតហើយយើងកន្លែងនេះយើងដាក់ prop របស់វាដើម្បីប្រាប់ថារូបភាពហ្នឹងយើងត្រូវឲ្យវាធ្វើអីមានចលនាបែបម៉េចហើយយើងអាចក្នុង AI ហ្នឹងយើងអាច select នៅ music ដើម្បីចូលទៅក្នុងវីដេអូរបស់យើងឲ្យវាមានវីដេអូឬក៏យើង upload music យើងផ្ទាល់តែម្ដងអូខេហើយនេះក៏អាចយើងនិយាយទៅមាន custom voice វីដេអូទៀតថាយក10នាទី5នាទីអញ្ចឹងហើយយើងអាចលុបwatermark នឹងបានប៉ុន្តែយើងត្រូវអស់លុយកន្លែងនេះអញ្ចឹងកន្លែងនេះបើយើងអត់លុបទេយើងយកប្រើធម្មតាទៅអូខេហើយបន្ទាប់មកយើងនឹងsave prompt ឥឡូវឧទាហរណ៍ខ្ញុំ save prompt មួយខ្លួនឯង running អូខេបន្ទាប់ពី running ហើយឥឡូវខ្ញុំយកវីដេអូ10នាទីអញ្ចឹងទៅ10 second មិន10នាទីទេបន្ទាប់មកខ្ញុំ create ចឹងអស់30 credit តែមកខ្ញុំចុច create ហើយរងចាំវាអូខេរងចាំវាបង្កើតលឿនទេអត់អីទេបានអូខេឥឡូវខ្ញុំបានបង្កើតវីដេអូបានហើយអ្នកនរអាច download មកអូខេយើងអាច download នេះក៏បានយើងអាច click នៅលើនេះក៏បានអូខេឥឡូវវា running ហើយយើងមើលហើយអញ្ចឹងកន្លែងនេះយើងចង់ឲ្យវាមានបទចម្រៀងមានអីយើងអាចបន្ថែមកនេះអូខេហើយយើង create ទៅណាពេលមិញហើយយើងអាចបន្ថែមជាសំឡេងវីដេអូអាច record ជាវីដេអូអាចជាគេហៅថាឲ្យវាបង្កើតជា voice ជាសំឡេងឲ្យវានិយាយអញ្ចឹង upload ឬក៏អីផ្សេងអញ្ចឹងអ្នកនាងអាចសាក់លបងប្រើប្រាស់បានដឹងថាវា AI ហ្នឹងវាយ៉ាងម៉េចអញ្ចឹងគាត់ថាតើតោ feature វាគឺវាមានបែបហ្នឹងអូខេអញ្ចឹងអាហ្នឹងរបៀបបាន credit
អូខេអញ្ចឹងឧទាហរណ៍ករណីពេលយើងអស់ credit 300នឹងអស់អញ្ចឹងយើងធ្វើយ៉ាងម៉េចដើម្បីប្រើប្រាស់បាន credit នឹងទៀតអញ្ចឹងមានអីបាយគ្រាន់តែពេលយើងអស់ឧទាហរណ៍អស់អញ្ចឹងទៅយើងចូលកន្លែងនេះហើយយើង log out មកវិញមកចូល log out មកអូខេlog out បន្ទាប់មកយើងគ្រាន់តែចូលក្នុង mail នេះហើយយើងចុច delete mail ចាស់របស់វានឹងមកឲ្យវា generate mail ថ្មីហើយយើងចូលកន្លែង sign up នេះមកអូខេបន្ទាប់មកយើងចូលកន្លែងនេះរកចាំវាបង្កើតនៅ email មួយទៀតមកបន្ទាប់មកយើង copy ហើយយើង login ធម្មតាដូចមិញអូខេហើយយើង send code បន្ទាប់មករកចាំវាពេលដែលវា send code successful យើងចូលទៅក្នុង email នេះហើយយើងយកនៅ OTP code របស់វាមកអូខេហើយខ្ញុំចុច copy បន្ទាប់មកខ្ញុំចូលកន្លែងនេះហើយខ្ញុំ pass វិញមកអូខេហើយយើងconfirm ទៅវានឹងបាននៅគេថាកន្លែងនេះយើងឲ្យវា generate ឥឡូវខ្ញុំដាក់suggest ទៀតមក use form ដាក់ដាន់មកវានឹងបង្កើត account ថ្មីមួយទៀតហើយវាបង្កើតវាឲ្យអា credit នឹងcredit នឹងថ្មីមកមួយទៀតអូខេអា credit code credit ហ្នឹងណាអញ្ចឹងបាន300មកវិញទៀតអញ្ចឹងយើងអាចបង្កើតតទៀតអូខេអញ្ចឹងក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអូខេអរគុណសម្រាប់ការតាមដានទស្សនាសូមអរគុណ